បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំអ្នកលក់ថ្នាំឬដងបាតដែលឲ្យខ្ញុំបានព្យាបាលខ្លួនឯងរយៈពេលទៅ7ឆ្នាំអីដែលអត់ជាក៏តែឥឡូវហ្នឹងគឺយើងមកជានៅនឹងឥឡូវហ្នឹងបងប្អូនអរគ្នាខ្ញុំមកធ្វើការមួយរយៈហើយខ្ញុំបានរៀបចំថ្នាំរៀបចំអីទុកឲ្យប្រពន្ធខ្ញុំផ្ញើទៅតាមខេត្តបាទបងប្អូនអរគ្នាអញ្ចឹងថ្នាំជំងឺរឹសដងបាតនឹងដាល់បាទអ្នកដែលកើតធ្ងន់ធ្ងរធ្វើការមិនកើតបាទអាចសាកល្បងបានហើយខ្ញុំមកធ្វើការមួយរយៈធំហើយអត់មានបញ្ហាអីទេហើយនៅផ្ទះក៏ខ្ញុំធ្វើការដែរធ្វើការធ្ងន់បាទអញ្ចឹងតែការរឹសដងបាតហើយវាមានបញ្ហាមួយគឺយើងឈរក៏អត់បានយូរអង្គុយក៏អត់បានយូរហើយតែងតែមានអាការៈធ្លាក់ឈាមហើយអ្នកខ្លះដែលទៅនឹងលៀនចេញមកតិចតិចអីហ្នឹងបាទបងប្អូនអរគ្នាបញ្ញាប់រោថ្នាំដាក់ទៅបាទជៀសវាងនៅក្នុងការដែលវាធ្ងន់ធ្ងរបាទធ្ងន់ធ្ងរមានន័យថាដូចខ្ញុំអញ្ចឹងវាធ្ងន់បាទកើតរយៈពេល6-7ឆ្នាំទៅបានយើងរោកន្លែងឃើញបាទនឹងរោថ្នាំរោអីឃើញបាទថ្នាំពេទ្យយើងលេបបាទមួយរយៈវាបាត់មួយរយៈបាទលេបយូរទៅលេងបាត់ទាំងម្ដងវាចាប់ដើមលៀនចេញមកអានឹងឯងជាសញ្ញាមួយដែលយើងដែលជាសញ្ញាដែលគេប្រាប់ថាបាទវាកំពុងតែមានបញ្ហាបាទបងប្អូនអរគ្នាជាសញ្ញាមួយប្រាប់ថាមានបញ្ហាហើយជាសញ្ញាមួយប្រាប់ថាយើងនឹងកំពុងតែឈឺធ្ងន់បាទយើងទុកឲ្យយូរទៅយើងនឹងអាចคล้ายទៅជាមហារីកបាទដែលគេហៅថាឬដងបាតយូរទៅคล้ายទៅជាមហារីកបាទមិនបានថាคล้ายទៅជាមហារីកដោយសារតែវាឬដងបាតវានៅកន្លែងរន្ធលាមករបស់យើងបាទនៅពេលដែលយើងបត់ជើងចុះបត់ជើងឡើងនៅពេលដែលយើងមិនបានព្យាបាលបាទវានឹងធ្វើឲ្យយើងនឹងបាទនឹងឲ្យកើតឆ្លងមេរោគទៅជាកើតមហារីកបាទមានអ្នកខ្លះជាច្រើនដែលគាត់កើតមហារីកបាទតែយើងអត់បានចាប់អារម្មណ៍ទេយើងទុកចោលបាទទុកចោលអញ្ចឹងតែអត់ជាឱកាសនៅក្នុងការកើតមហារីកគឺច្រើនបាទហ្នឹងហើយតែមហារីកយ៉ាប់ហើយបងប្អូនអរគ្នាមហារីកអាចគេហៅថាកាត់អាកន្លែងពុះវៀនត្នេះបាទពុះវៀនត្នេះហើយគេដាក់ទយោចេញមកត្នេះហើយរន្ធកកូតគេឈប់ប្រើហើយបាទគេប្រើនឹងទយោវិញម្ដងបាទខ្ញុំមិនដឹងដែរបងប្អូនអរគ្នាប៉ុន្តែគ្រាន់តែថាខ្ញុំជួបច្រើនអ្នកដែរបាទគាត់ធ្វើអញ្ចឹងគាត់ថាមុនដំបូងបាត់ជើងមកធ្លាក់ឈាមអីធម្មតាបាទទៅពេទ្យគេឲ្យវាកាត់បាទទៅគឺកាត់តាមគេទៅបាទដល់ពេលមានអីថាពេលកាត់តាមគេទៅវាមានបញ្ហាបាទវាមានបញ្ហាធ្ងន់ដល់ធំដល់បងប្អូនអរគ្នាបាទហ្នឹងហើយអញ្ចឹងទៅដល់ពេលដែលមានបញ្ហាធ្ងន់បាទវាឬដងបាតហ្នឹងយើងគេកាត់អាកន្លែងលិមួកបាទគេតទយោបាទតទយោហើយគេឲ្យបាត់ជើងទៅតាមទយោបាទហើយរន្ធកកូតអីគេឈប់បារាបាទហ្នឹងអានឹងជាបញ្ហាបាទហ្នឹងអញ្ចឹងអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ